បាទចំពោះលំហាត់ទី13នេះគេថាបាទពីចំណុច A ទៅ B ដែលមានចម្ងាយគឺបាទ120ម៉ែត្រហើយ M ហ្នឹងគឺនៅចំណុចកណ្ដាលហើយវត្ថុមួយបានផ្លាស់ទីពី A ទៅ M ដោយមានរយៈពេលបាទ1បាទ12វិនាទីហើយពី M ទៅ B ហ្នឹងគឺមានល្បឿនមធ្យមហ្នឹងគឺ15បាទម៉ែត្រក្នុងវិនាទីអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺមានបាទចំណុច A បាទហើយចំណុច M របស់យើងសំទោស3ហើយ M គឺនៅចំចំណុចកណ្ដាលបាទយើងមានបន្ទាត់មួយអញ្ចឹងណាបាទហើយកន្លែងហ្នឹងគឺវាមានចម្ងាយសរុបបាទគឺ100បាទ20ម៉ែត្រហើយទី1បើសិនជាគេផ្លាស់ទីគេមកឲ្យវត្ថុមួយផ្លាស់ទីពី A ទៅ M ហ្នឹងមានរយៈពេលប៉ុន្មានបាទ A ទៅ M មានរយៈពេល12វិនាទីចឹងយើងដឹងថាចម្ងាយសរុបវាពាក់កណ្ដាលយើងចែកមកស្មើប៉ុន្មានចម្ងាយហ្នឹងបាទចម្ងាយនេះគឺប្រកាសគឺ60បាទ60ម៉ែត្រដែរអានេះ60ម៉ែត្រដែរចឹង60ម៉ែត្រ60ម៉ែត្រវាស្មើនឹង120បាទ120ម៉ែត្រដែរចឹងកន្លែងទី1គេឲ្យយើងប្រហែល12វិនាទីបាទ12វិនាទីចឹងឲ្យយើងកណនានេះទីនេះល្បឿនមធ្យមផ្លាស់ទីពី A ទៅ B ចឹងយើងដឹងហើយល្បឿនមធ្យមរបស់យើងគឺ v របស់យើងគឺស្មើនឹងចម្ងាយកចែកនឹងរយៈពេលបាទចឹងចម្ងាយចរបស់យើងគឺបាទ60ចែកនឹង12បាទចែកមកស្មើប៉ុន្មានបាទគឺស្មើនឹង5ម៉ែត្រក្នុងវិនាទីបាទអញ្ចឹងមានន័យថាល្បឿនមធ្យមរបស់វាគឺ5ម៉ែត្រក្នុងវិនាទីទៅពេលចំណុចខគេសួររកបាទរករយៈពេលដែលផ្លាស់ទីពីបាទពី M ទៅ B ចឹងនេះគឺចម្ងាយរបស់វាហើយគេប្រាប់នេះល្បឿននេះបាទល្បឿនវាគឺ15ម៉ែត្រក្នុងវិនាទីចឹងយើងដឹងហើយចម្ងាយចរបស់វាបាទយើងរយៈពេលគឺយើងយក D ចែកឲ្យវាយវេចឹង D របស់យើងគឺ60ចែកជាមួយនឹង15បាទ60ចែកនឹង15ចឹងយក60មកចែកជាមួយនឹង15បាទចឹងយើងដាក់បាន4ដងណាបាទចឹងមានថាកន្លែងហ្នឹងគឺមានរយៈពេល4វិនាទីបាទបាទមានរយៈពេល4វិនាទីបាទបាទតែមួយទៀតគេឲ្យយើងរកបាទល្បឿនមធ្យមបាទសម្រាប់ផ្លាស់ទីពី A ទៅ B បាទល្បឿនមធ្យមសម្រាប់ផ្លាស់ទីពី A ទៅ B ចឹងយើងដឹងហើយល្បឿនមធ្យមគឺយើងត្រូវយកចម្ងាយសរុបបាទ120ចែកជាមួយនឹងបាទរយៈពេលសរុបដែរចឹងមានន័យថាកន្លែងហ្នឹងគឺយើងត្រូវយកចម្ងាយបាទសំទោស AM បូកជាមួយនឹង MB ហើយបើយើងចែកឲ្យរយៈពេលយើងគឺរយៈពេលទី1បូកនឹងរយៈពេលទី2មានន័យថារយៈពេលពីបាទ AM ទៅបាទ MB នេះបាទអញ្ចឹងយើងបូកមកកន្លែងនេះវា120ហើយខាងក្រោមនេះពេលយើងបូកទៅវិនាទីខាងនេះគឺ12ហើយខាង4គឺបាន16នេះបាទអញ្ចឹងយើងអាចយកវាមកហើយសងហ្នឹងយើងឃើញហើយបាទរយៈល្បឿនមធ្យមវាបាទអញ្ចឹងល្បឿនមធ្យមវាគឺស្មើនឹង13ណា13.33បើយើងចែកហើយបាទនេះគឺជាបាទដំណោះស្រាយដែលគេធ្វើណាបាទចេះល្បឿនមធ្យមវាចុងក្រោយគឺនេះប៉ុណ្ណេះគឺ13.33បាទបន្តមកទៀតគឺដល់លំហាត់ទីបាទ14គេថាបរិះម្នាក់គឺធ្វើការរយៈពេល4ម៉ោងហើយរកប្រាក់បានហ្នឹងគឺមានន័យថា4ម៉ោងគឺបាន26,000សំដៅ26,000ហើយគាត់ធ្វើរយៈពេលបាទ2លើ5ម៉ោងតែគាត់ទទួលបានប្រាក់បាទប្រមាណបាទជាងធ្វើសមាមាត្រដែរកន្លែងហ្នឹង4ម៉ោងលើបាទប៉ុណ្ណេះហើយស្មើជាមួយនឹងបើសិនជាគាត់ធ្វើបានរយៈពេល2ម៉ោងលើ5បានប្រភេទណា2លើ5តើគាត់ទទួលបានបាទប្រាក់ប្រមាណរៀលបាទអញ្ចឹងយើងធ្វើសមាមាត្រមកបាទយើងទាញ x មកយើងបាន2លើ5គុណជាមួយនឹង26,000ហើយបញ្ចែកនឹង4បាទតែពេលនេះយើងអាចបាទធ្វើការសម្រួលបានណាបាទអានេះយើងសម្រួល2និង4នេះនៅសល់2គុណនឹង5បាន10បាទអញ្ចឹងដែលគាត់ទទួលបានហ្នឹងគឺ200សំទោស2600ចាំមានថារយៈពេលប៉ុណ្ណឹងគឺគាត់ទទួលបាន2600បាទចឹងយើងមើលចម្លើយគេទៅ
បាទនេះក៏ទទួលបាន 2600 បាទ